ក្នុងអំឡុងសម័យសាធារណរដ្ឋសេនដែលជាបិសាចជញ្ជក់ឈាមដ៏ល្បីល្បាញស្ទើរតែត្រូវបានសម្លាប់ដោយទាហានពុករលួយហើយត្រូវបានជួយសង្គ្រោះដោយនារីពិការភ្នែកនិងមិត្តល្អបំផុតរបស់លោកជួយខ្ញុំផងខ្ញុំនៅទីនេះខ្ញុំពេញចិត្តណាស់ខ្ញុំនឹកអ្នកខ្ញុំសង្ឃឹមថានឹងមានពេលវេលាមួយនឹងបញ្ចប់សម្រាប់ទៅថ្ងៃដែលគ្រូសាសេនបានជួបនឹងគ្រូមហន្តរាយការពត់បងធ្វើខៀនបរាជ័យដែលក្រុមប្រតិបត្តិការយោធាដែលមានល្បិចកលគ្រប់វិធីអ្នកត្រូវតែស្លាប់លឹងឯកោទាំងពីរបានคล้ายជាខ្សែជីវិតតែមួយដែលបិសាចជញ្ជក់ឈាមអាយុមួយសតវត្សអាចស្វែងរកសុភមង្គលពិតបានដែរឬទេទទួលសិទ្ធិផ្ដាច់មុខដោយក្រុមហ៊ុន PPCTV រឿងធម្មពលត្បូងចម្លែកទាំង3មានផ្សាយជូនទស្សនាចាប់ពីថ្ងៃសុក្រទី6ខែកុម្ភៈឆ្នាំ2026ជារៀងរាល់ថ្ងៃនៅវេលាម៉ោង12ថ្ងៃត្រង់ម៉ោង7យប់និងម៉ោង10:30នាទីយប់នៅលើកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV តែមួយគត់គឺប៉ុស្តិ៍លេខ9